ពងមាន់ហ្នឹងថនិមិត្តឬក៏រាងសរីរាង្គរាង organic មិនមែនជារាងថនិមិត្តទេប៉ុន្តែយ៉ាងណាក៏ដោយក្នុងការគូឲ្យបានសុក្រិតនោះគឺយើងគួរតែរកសមាមាត្រវាយើងយកសមាមាត្រទាំងមួយក៏ដោយ 1.2 គួរសម្រាប់សុទ្ធពងមាន់ពងទាគឺផ្នែកស្រួចហើយនឹងផ្នែកខាងធំហើយពីបានតម្រង់វាហើយគឺយើងចាប់ផ្ដើមកំណត់ light shadow ហើយរូបនេះគឺពន្លឺមកពីណាគឺមកពីលើពីមុខហើយពីលើទាំងសមោលឬក៏ហេតុអីបានជាសមោលនឹងមានសន្តានព្រាលគឺដោយសារប្រភពពន្លឺគឺជា soft light ជាពន្លឺដែលមិនជា hard light ពន្លឺ soft light ហ្នឹងមិន soft light ហ្នឹងបើនិយាយពីពន្លឺថ្ងៃវិញថ្ងៃមេឃមានពពកបាំងថ្ងៃមេឃសតុំអញ្ចឹងពពកដើរតួជារនាំងដើរតួជា diffuser ជាអ្នកប្របែកពន្លឺបើសិនជាថតរូបតាមរោងការវិញ flash cam ពណ៌សជ័រដែលគេគ្របហ្នឹងគឺដើម្បីប្របែកពន្លឺហ្នឹងកុំឲ្យវា hard នឹងហើយគឺ diffuser ដែលបង្កើតទៅជា soft light កុំឲ្យ shadow ហ្នឹងគឺដាច់ប៉ាត់ពេកដូចជាឆាត់អីហ្នឹងគឺងាយថតមុខរោងការដាក់ឆាត់ដែរដើម្បីបែកពន្លឺកុំឲ្យវា sharp ពេកនេះគឺ shadow terminator នឹងទៀតសោតធ្វើម៉េចឲ្យវារត់ទៅតាម contour នៃរាងស្វាហ្នឹងនេះគឺ light side នេះគឺ shadow side shadow នៅលើតួ object ហ្នឹងគឺជា form shadow ស្បងលើដីគឺ cast shadowអាសង្ឃឬក៏ occlusion shadow នៅលើដីដាក់ឲ្យហើយទៅមានន័យថាយើងធ្វើការនៅក្នុងតំបន់ស្រមោលយើងធ្វើការនៅក្នុងតំបន់ shadow side ឲ្យរួចចាំយើងទៅធ្វើការនៅក្នុងតំបន់ light side ហើយយើងមានអីគឺ core shadow ជាតំបន់ដែលមិន affect ដោយពន្លឺទាំងពីរគឺថាអត់ affect ដោយពន្លឺអំពូលផងមិនប៉ះដោយពន្លឺអំពូលទេហើយក៏អត់ប៉ះ reflection ដែរគេចផុតពីប្រភពពន្លឺទាំងពីរគឺ direct light និង indirect light ឬក៏ថា main light key light និង reflection light អញ្ចឹងគឺដិតជាងគេមួយវ៉ាន់កដាលហ្នឹងយើងធ្លាប់ដឹងការគូបាំងប៉ុន្តែដល់ពេលដេញមកខាងឆ្វេងនេះវាចុះស្រាលទៅវិញដែរទេហើយការផាត់នេះមិនត្រឹមតែ control value ទេគឺ control direction ទៀតផងគឺទិសដៅនៃកំណោងត្រូវតែរត់ស្របជាមួយនឹង contour ជាមួយនឹងវងនៃសុទ្ធនឹងដើម្បី check value គឺយើងបិទភ្នែកព្រមណាពេលដែលយើងមើលភ្នែកយើងទាំងអស់យើងអត់ដឹងថាធ្ងន់ខ្លាំងប៉ុណ្ណាលើសខ្លាំងប៉ុណ្ណាទេអញ្ចឹងនៅពេលដែលយើងបិទភ្នែកព្រមមើលយើងនឹងឃើញថាអូនេះលើសភ្លឺអូឡើយនេះស្ទើរល្ងិតតមកទៀតយើងចាប់ដើមបង្កើត half tone ណា half tone គឺនៅជាប់នឹងចុះជម្រាលពីកន្លែងភ្លឺបំផុតទៅកន្លែងងឹតបំផុតហ្នឹងឯងដូច្នេះចុងក្រោយគឺស្នាម texture អស់នេះស្នាមសបកពងមាន់ហ្នឹងឯងណាយកលេខតូចយកលេខស្រាលបានហើយចិត្តឲ្យស្រួចមែនតើយើងដាក់អាហ្នឹងមកវាដូចជាជីវិតពិតនៃពងមាន់ណាអាហ្នឹងគឺអាស្រ័យលើយើងអាសាអង្គុយមើលល្អិតល្អន់ប៉ុណ្ណាតែកុំភ្លេចថានៅក្នុងតំបន់កន្លែងដែលត្រូវពលឺអាហ្នឹងក៏ស្រាលដែរណាតែ texture នៅក្នុងតំបន់ល្ងិតវាអាចថាដិតដែរតិចតួចតែកុំច្រើនពេករំខានភ្នែក